ដល់ពេលប្រមូលផលល្ពៅហើយចាសូមជម្រាបសួរនេះហើយគឺជាល្ពៅសឡនៅកូរ៉េនៅខាងខ្ញុំនេះដាំល្ពៅនឹងយកមកស្លធ្វើម្ហូបភាគច្រើនគេយកធ្វើថេនចាំងគូបហើយល្ពៅនឹងដាំឡើងធឿងដូចទៅសក់ដែរប៉ុន្តែជាល្ពៅទេឃើញវែងយ៉ាងស្មានទៅសក់មិនមែនទេបើនៅខ្មែរយើងច្រើនណាស់ហូបល្ពៅកតបណាហើយល្ពៅទុំបានយើងយកទៅធ្វើផ្អែមយកទៅស្លអីតែនៅនេះអត់ទេល្ពៅខ្ចីហ្នឹងយកទៅស្លនឹងបេះនឹងយកឡើងផ្សារដល់ពេលឃើញផ្លែល្អអញ្ចឹងទៅគោសប្បាយចិត្តក្នុងការបេះអញ្ចឹងណាហើយដាំអត់សូវបានច្រើនទេព្រោះឆ្នាំដំបូងយើងខ្ញុំដាំតែ3 អង្សាទេតែមានអីផ្លែវាទទួលយកបានដោយសារតែផ្លែច្រើនណាស់ហ្នឹងហើយលឿនឆាប់បានផលហើយនេះសកម្មភាពបេះអោនដាក់បេះផងអីផងអូខ្យល់នៅនេះខ្យល់មេឃទុំខ្យល់យើងល្អទៅជាអត់សូវក្តៅអត់សូវហត់ទេអលុំជើងត្រមានអីបេះចប់ហើយចានេះផ្លែលទ្ធផលបានមករទេសមកទេសរុញហ្នឹងបានផ្លែប៉ុណ្ណឹងដែរចាសូមអរគុណ